ចំណុចអ្វីខ្លះដែលកសិករត្រូវយល់ដឹងអំពីពូជស្រូវសែនក្រអូប01មាន4ចំណុចដែលកសិករដឹងមុននឹងដាំដុះនៅពូជស្រូវប្រភេទនេះទី1គឺពូជស្រូវប្រភេទនេះគឺដើមខ្ពស់បន្តិចស្លឹកវែងប្រសិនបើបងប្អូនកសិករប្រើប្រាស់សារធាតុនីត្រូសែនច្រើនហើយបង្កឲ្យស្លឹកនឹងវែងខ្លាំងឲ្យស្រូវនឹងប្រះដួលដែលធ្វើឲ្យទិន្នផលមិនជាការល្អហើយគុណភាពអង្ករឬក៏គ្រាប់ស្រូវនោះมันមានប្រសិទ្ធភាពផងដែរមានន័យថាអាចនឹងធ្វើឲ្យធ្លាក់ទិន្នផលតាមរយៈបើបងប្អូនមិនដឹងពីស្រូវមួយនេះបាទដូច្នេះការប្រើប្រាស់ជីឲ្យបានត្រឹមត្រូវឲ្យសមល្មមដើម្បីធានាដល់ស្លឹកកុំឲ្យវែងពេកនិងធំដែលធ្វើឲ្យទាញដើមឲ្យដួលហើយការដាក់គ្រាប់មិនពេញលេញទី2គឺស្រូវនេះគឺមានអាយុចន្លោះ100ទៅ120ថ្ងៃទៅប្រមូលផលយូរជាងពូជស្រូវ AR ដតីព្រោះជាប្រភេទពូជស្រូវខ្មែរដូច្នេះបងប្អូនត្រូវដឹងថាការដែលដាំដុះត្រូវប្រកាសថាទឹកត្រូវរក្សាស្តុកទុកយូរជាងពូជស្រូវដតីដើម្បីធានាកុំឲ្យខ្វះខាតទឹកឧទាហរណ៍បងប្អូនដាំដុះនៅចុងរដូវហើយខ្វះខាតទឹកដូច្នេះការដែលយើងធ្វើពូជអាយុកាលរៀងវែងបន្តិចអាចមានផលវិបាកនៅគ្រាចុងក្រោយទី3កសិករអាចប្រើពូជតិចជាងពូជស្រូវធម្មតាគឺចន្លោះ100ទៅ150គីឡូក្រាមតាមបទពិសោធន៍គឺល្អងាយស្រួលគ្រប់គ្រងជីនិងថ្នាំបងប្អូនអាចដាក់ច្រើនជាងនឹងឬក៏តិចជាងនឹងតាមលទ្ធភាពប៉ុន្តែចន្លោះ100ទៅ150គឺជាពូជដែលមានដំណោះគ្រាប់ល្អហើយវានឹងដុះបានល្អស្រួលគ្រប់គ្រងជីនិងថ្នាំមានន័យថាយើងប្រើប្រាស់ជីតិចសមល្មមហើយថ្នាំជំងឺនឹងសត្វល្អិតមិនសូវជាបញ្ហាដោយសារតែដងស៊ីតេនៃគ្រាប់ពូជដុះរង្វើលដែលយើងបានដាំដុះនោះនៅចំណុចទី4គឺទិន្នផលល្អចន្លោះ4ទៅ7តោនក្នុង1ហិកតាគឺអាស្រ័យទៅតាមការថែទាំរបស់អ្នកដាំដុះដែលជាកសិករនិងស្ថានភាពដីផងដែរការបានទិន្នផលខ្ពស់មិនមែនបានគ្រប់តែអ្នកធ្វើដាំដុះរូទេហើយក៏មិនមែនគ្រប់ស្ថានដីដែរគឺអាស្រ័យលើដីមានជីជាតិដីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយអ្នកថែទាំយល់ដឹងពីកត្តាទាំងអស់នេះទើបបានទិន្នផលខ្ពស់ផងដែរដូច្នេះតើបងប្អូនធ្លាប់ធ្វើបាន1ហិកតាប៉ុន្មានតោនក្នុងពូជស្រូវមួយនេះបងប្អូនអាចខមមិនប្រាប់ម្នាក់មួយផងដែរហើយដែលបាននៅទិន្នផលទាបដោយសារកត្តាអីបានទិន្នផលខ្ពស់បណ្ដាលមកពីមូលហេតុអ្វីដែរមានន័យថាបានទិន្នផលខ្ពស់ដាំដុះនៅលើក្រមប្រភេទដីអ្វីដែរហើយបានទិន្នផលទាបស្ថិតនៅក្នុងប្រភេទដីអ្វីដែរឬក៏ដីដូចគ្នាប៉ុន្តែទិន្នផលបានតិចនិងច្រើននោះគឺបងប្អូនអាចចែករំលែកបទពិសោធន៍ដើម្បីជាការយល់ដឹងទាំងអស់គ្នាព្រោះមានហេតុនិងផលពិតប្រាកដទើបបានលទ្ធផលបែបនឹងមកតែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាដែលតាមដាននិងទស្សនានៅវីដេអូនេះសូមជួយចែករំលែកនៅវីដេអូនេះម្នាក់មួយផងអរគុណច្រើន